សួស្តីបងស្នាមចិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញជាមួយការមូលសក់ភ្លីធំជាមួយម៉ាស៊ីនលេខ28មិនធំខ្លាំងទេដល់32ត្រឹម28ប៉ុន្តែយើងមូលបានភ្លីធំស្អាតដូចគ្នាអញ្ចឹងការដែលមូលជាមួយភ្លីធំគឺខ្ញុំមូលបឆបែបនេះខ្ញុំអត់មូលទៅតឹងទេនៅពេលដែលយើងមូលបឆគឺភ្លីសក់វាស្អាតហើយបានខ្ពស់ទៀតបងមិនបាច់បារម្ភទេថាតួតាព្រិលលេខ32បន្តធំ28ក៏ធំដែរហើយយើងមូលរៀងប្រឈរទៅយើងដាក់សក់ពីក្រោមហើយមូលចុងសក់ត្រឡប់ទៅខាងមុខយើងមូលបែបហ្នឹងចែកសក់ប្រឆាត់អញ្ចឹងពេលដែលយើងបែកភ្លីមកគឺវាអលាប៉ុន្តែមានភ្លីគ្រប់ស្រទាប់ទាំងអស់គ្រប់ស្រទាប់គឺមានភ្លីស្អាតសម្រាប់បងដែលមូលសក់ហើយមើលទៅភ្លីរឹងសរសៃស្ងួតបងអាចសាកល្បងរបៀបមូលដូចខ្ញុំបានណាការមូលបែបនេះគឺស្អាតហើយមើលទៅធម្មជាតិសឹងថាដូចអតិថិជនហ្នឹងមានសក់លធម្មជាតិចឹងបើសិនជាយើងមូលដែលមានសភាពរឹងសក់មើលទៅសក់ហ្នឹងវាលែងធម្មជាតិហើយអញ្ចឹងការឆ្លាញ់មូលសក់ធម្មជាតិកុំភ្លេចជ្រើសរើសសាកល្បងមូលសក់បែបភ្លីធំប្រឈមម៉ាស៊ីនដូចខ្ញុំណាអញ្ចឹងការដែលមូលបែបនេះ